សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Trading Guide episode 12នៅក្នុងវគ្គមុនយើងបាននិយាយថាមនុស្សមានមិនត្រឹមតែធ្វើការដើម្បីលុយទេប៉ុន្តែធ្វើឲ្យលុយធ្វើការឲ្យពួកគេប៉ុន្តែសំណួរធំមួយគឺតើលុយទៅធ្វើការណាតើដែលមានហ្នឹងយកលុយរបស់ពួកគេទៅដាក់កន្លែងណាតើហេតុអ្វីពួកគេកាន់កាប់ពីហ៊ុនអចលនទ្រព្យឬមូលបត្រផ្សេងចម្លើយទាំងអស់នេះចាប់ផ្ដើមពីការយល់ដឹងអំពី financial market បងប្អូន financial market ឬទីផ្សារហិរញ្ញវត្ថុគឺជាទីផ្សារមួយដែលអ្នកមានលុយនិងអ្នកត្រូវការលុយជួបគ្នានិយាយឲ្យងាយយល់ស្រមៃថាបងមានប្រាក់សន្សំ$10,000ប៉ុន្តែបងមិនចង់ទុកលុយឲ្យដេកចោលខណៈពេលនោះមានក្រុមហ៊ុនមួយដែលត្រូវការដើមទុនដើម្បីពង្រីកអាជីវកម្ម Financial Market គឺជាស្ពានដែលភ្ជាប់អ្នកសន្សំប្រាក់និងអ្នកត្រូវការទុនចូលគ្នានិយាយម្យ៉ាងទៀត Financial Market គឺជាកន្លែងដែលលុយធ្វើដំណើរពីអ្នកដែលមានលុយទៅអ្នកអាចប្រើលុយនេះបង្កើតតម្លៃបន្ថែម Financial Market ត្រូវបានចែកជាពីរផ្នែកធំទី1 Money Market Money Market គឺជាទីផ្សារសម្រាប់ការវិនិយោគរយៈពេលខ្លីឧទាហរណ៍ប្រាក់បញ្ញើធនាគារ Treasury Bills Certificate of Deposit វាមានហានិភ័យទាបប៉ុន្តែផលចំណេញក៏មិនខ្ពស់ដែរទី2 Capital Market Capital Market គឺជាទីផ្សារសម្រាប់ការវិនិយោគរយៈពេលវែងឧទាហរណ៍ភាគហ៊ុន Stocks បានបំណុល Bond មូលនិធិវិនិយោគ Funds ហើយនេះគឺជាទីផ្សារដែលអ្នកមានជាច្រើនប្រើប្រាស់ដើម្បីកសាងទ្រព្យសម្បត្តិរយៈពេលវែងបងប្អូនបើយើងគ្រាន់តែសន្សំប្រាក់ក្នុងធនាគារលុយរបស់យើងអាចត្រូវបានប៉ះពាល់ដោយអតិផរណាឧទាហរណ៍ថ្ងៃនេះបាយមួយចានតម្លៃ$10,000រៀល10ឆ្នាំក្រោយវាអាចក្លាយទៅជា$15,000រៀលឬ$20,000រៀលនេះមានន័យថាតម្លៃលុយរបស់យើងកំពុងថយចុះហើយនេះជាមូលហេតុដែលមនុស្សជាច្រើនរៀនវិនិយោគក្នុង Capital Market ដើម្បីឲ្យលុយរបស់ពួកគេកើនលឿនជាង Inflation សំណួរមួយដែលខ្ញុំទទួលបានញឹកញាប់គឺតើហេតុអ្វីមនុស្សមានជាច្រើនកាន់កាប់ពីហ៊ុនចម្លើយគឺព្រោះពួកគេមិនចង់គ្រាន់តែរកលុយពីការងារទេពួកគេចង់ក្លាយជាម្ចាស់អាជីវកម្មឧទាហរណ៍នៅពេលយើងទិញពីហ៊ុន ABC PAS ឬ PPSP យើងមិនបានទិញក្រដាសមួយសន្លឹកទេយើងកំពុងទិញចំណាយម្ចាស់កម្មសិទ្ធិក្នុងក្រុមហ៊ុននោះហើយបើក្រុមហ៊ុនរីកចម្រើនទ្រព្យសម្បត្តិរបស់យើងក៏រីកចម្រើនផងដែរថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនចងចាំរឿង3យ៉ាងទី1កុំទុកឲ្យលុយដេកចោលទី2រៀនធ្វើឲ្យលុយធ្វើការឲ្យយើងទី3ការវិនិយោគមិនមែនជាការប្រញាប់ខ្លាចជាអ្នកមានទេវាគឺជាដំណើរការកសាងទ្រព្យសម្បត្តិមួយជំហានម្ដងបងប្អូនថ្ងៃនេះយើងបានដឹងថា Financial Market ជាអ្វីនិងហេតុអ្វី Capital Market មានសារៈសំខាន់ប៉ុន្តែសំណួរបន្ទាប់គឺតើពាក្យហ៊ុនជាអ្វីតើយើងកំពុងទិញអ្វីនៅពេលទិញពាក្យហ៊ុនយើងនឹងបន្តស្វែងយល់ទាំងអស់គ្នានៅក្នុង Trading Guide episode 13អ្នកមិនបានទិញក្រដាសទេអ្នកកំពុងទិញអាជីវកម្មបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like subscribe និង share យើងខ្ញុំចង់សួរបងប្អូនមួយបើបងប្អូនមាន$10,000តើបងប្អូននឹងទុកក្នុងធនាគារឬយកទៅវិនិយោគសូមខមមិនខាងក្រោមបាទ